សួស្តីអ្នកទាំងអស់គ្នាតែយើងមកតរឿងយើងទៀតណាយើងមកមើលការចាក់ក្តីរបស់តុងហ្វាំងអញ្ចឹងណាអ្នកទាំងអស់គ្នាដែលតុងហ្វាំងត្រូវបានគេកាត់ទោសឲ្យជាប់ចំនួន6 ខែហើយនៅក្នុងមន្ទីរឃុំឃាំងក្រោយភ្នំមេងដែលជាភ្នំកន្លែងគេធ្វើវណ្ណកម្មផងដែរជីវិតស៊ីនីក៏ផ្លាស់ប្ដូរមករុងរឿងជាធម្មតាវិញមិនតែប៉ុណ្ណោះបានក្រុមហ៊ុនត្រឡប់មកវិញថែមទៀតសាងសង់សន្តាគារផ្កាយ5ទៀតហើយផែនការរស់នៅរបស់ស៊ីនីក៏គេមិនបានបង្ខំនោះដែរក្នុងការកម្ចាត់ស៊ីនីចោលហើយគេយកពេលដែលនៅសល់នឹងទៅដាំដុះក្នុងចំការគេវិញហើយក៏ឃើញតួស្រីរបស់យើងហ្នឹងកំពុងតែមើលស្ពៃអ្នកទាំងអស់គ្នាស្ពៃដែលគេឲ្យតួប្រុសញ៉ាំគេចង់លក់ហ្នឹងណាអ្នកទាំងអស់គ្នាហើយដល់ពេលមើលហើយធ្វើចំការធ្វើអីហើយដាំស្ពៃហើយចឹងគេមកទៀតហើយណាក៏ជួបវូយើងក៏ស្រីថាតាមកវិញហើយយេគេសប្បាយចិត្តតាគេមកវិញចឹងអ្នកទាំងអស់គ្នាក្មេងម្នាក់នេះតោងឡើងលើបានខ្ពស់បែបនេះដោយរបៀបណាតួស្រីយើងគេភ្ញាក់អ្នកទាំងអស់គ្នាព្រលឹមពេកហើយដែលម្ចាស់ម្ដងបងត្រឡប់មកវិញហើយក៏ឃើញតួប្រុសហ្នឹងចេញមកតួស្រីដែរអ្នកទាំងអស់គ្នាហើយក៏និយាយថាចូលផ្ទះបានដោយរបៀបណានេះគឺកូនវូនិយាយចឹងអ្នកទាំងអស់គ្នាហើយក៏និយាយថាឈិបានរៀនកូនបើវាពីខាងក្នុងហើយកូនរៀនម្ដងក៏ចេះដែរឆ្លាតអត់ម៉ាក់ហើយតួស្រីយើងក៏ថាអីកូនអញអញ្ចឹងហើយនៅគាត់ថាឆ្លាតទៀតអត់គាត់ថាគេបោកទេហើយគាត់និយាយថាកូនហ៊ានណាស់កូនសរសៃតូចចុះបើមិនអក្រក់មកចាប់កូនវិញប៉ាមិននៅជួយកូនទេឲ្យគេលក់កូនណាហើយប៉ានឹងបានលុយពីវាទៀតហើយវូក៏និយាយថាជាមិត្តទេមិនមែនជាអ្នកក្រៅទេពួកឈីយើងណាបានចិត្តហើយក៏និយាយថាត្រូវថាពូមួយមកជារង្វាន់ហើយវូយើងហ្នឹងក៏ដូចចិត្តទៀតក៏ថាពួកឈីយើងមកសើអ្នកទាំងអស់គ្នាហើយក៏និយាយថាហើយលោកយូឈីណាមកធ្វើអីទាំងយប់បែបនេះបងស្អប់នឹងធ្វើពុតនៅមុខកបីណាស់ទៅបងមករកប្រពន្ធរបស់បងវិញតែអូនទៅចាំបងបាត់ទៅនៅជាមួយដេញនោះទៅវិញខាតក្តីស្រឡាញ់បងអស់ហើយជប់និយាយទៅវូក៏នៅទីនេះដែរណាកូនអ្នកណាកូនបង្កើតឲ្យបងមែនទេនៅណាហើយទូប្រុសទូស្រីយើងហ្នឹងផ្លិចអ្នកនរគ្នាក៏ឆ្លក់ទឹករបៀបថាអូច្រឡំរបៀបថាវូហ្នឹងគឺមិនត្រូវជាកូនរបស់ទូប្រុសយើងតែថាទូប្រុសយើងអត់ទាន់ដឹងថាវូហ្នឹងជាកូនរបស់ខ្លួនដល់ពេលទៅក៏ឆ្លក់ទឹកអញ្ចឹងហើយតួប្រុសយើងឡើងភ័យនិយាយថាមិនក៏អូនភ័យឬក៏បងនិយាយត្រូវតួស្រីក៏ស្រីថាគុំនិយាយប្រៀបផ្ដាស់មកកូនតិចចាប់ដល់ឲ្យសវិញឡើយហើយអូនជាតារាដែលរះលើមេឃជាអ្នកក្នុងចំណោមមនុស្សគេនឹងមកសួរអូនថាធ្វើម៉េចបានជាអូនបានប្តីស្អាតដូចជាបងនេះយូឈិនិយាយចឹងអ្នកនរគ្នាគេថាឈប់និយាយទៅផ្ដាស់ទៅលោកសទៅថ្មិញទេអត់ទោសឲ្យបងដែលបង្រៀនកូនអូនសម្ដីផ្អែមផងចាស់តួស្រីយើងក៏ដាស់អាវពាក់ទុកណាដល់ចាប់ផ្ដើមទៅលាងចានធ្វើម្ហូបអីចឹងណាអ្នកនរគ្នាយូឈិហ្នឹងក៏និយាយថាតែបងមិនបានបង្រៀនគេឲ្យខូចរឿងផ្សេងទេហើយកុំចោទបងព្រោះអូនណាគ្មានអីសំអាងទេខ្ញុំដឹងថាបងមកដើម្បីតែចង់បានបបោមាត់អូនប៉ុណ្ណោះសួស្ដីកញ្ញាខាងបងមែនទេហើយតួស្រីយើងធ្វើអត់ខ្វល់ចឹងណាពេលទូប្រុសមកលួងក៏ឈោងដៃទៅយកតសៃតាំងហ៊ុនណាអ្នកនរគ្នាក៏ប៉ុន្តែអេដមីនណាអត់ដឹងថានឹងមកចេះប៉ុន្តែវាគឺតសៃដូចតសៃថ្លាដូចមីសួយប៉ុន្តែធំដែរហើយក៏និយាយថាអូនណាឈប់និយាយឆាប់ញ៉ាំទៅបងជាអ្នកធ្វើបងធ្វើមែនហើយតួស្រីសើចពេលមើលទៅមិនតំណងញ៉ាំសោះតែវូសុំប្រាប់ថានៅតែញ៉ាំបានតួប្រុសគេខំធ្វើបាយធ្វើអីឲ្យតួស្រីអ្នកនរគ្នាគេនិយាយថាបងខំធ្វើជាពិសេសដើម្បីយកអីឲ្យអូនញ៉ាំអញ្ចឹងអូនត្រូវតែញ៉ាំឲ្យអស់ហាមរੂថាមិនឆ្ងាញ់ហាមពួតហាមចោលមិនអញ្ចឹងបងយកដីវិញនឹងចាប់ចំណុចវូកូនអូនទៅហើយតួស្រីយើងហ្នឹងគេអស់សំណោចគេអ្នកទាំងអស់គ្នាហើយគេចង់ញ៉ាំតួប្រុសដែរឲ្យបងនៅជាមួយអូនម្ដងចោះហើយចាំស្លៀកពាក់ទៅជួបសត្វពស់វិញតួស្រីគិតក្នុងចិត្តទាំងហ្នឹងអស់គ្នាហើយក៏ចាប់ញ៉ាំបាយញ៉ាំអីទៅហើយពេលតួស្រីទោះបាយមកចូលក្នុងមាត់ហ្នឹងតួប្រុសគេចាប់ផ្ដើមសួរថាមិនដែររសជាតិហើយតួស្រីគេតពីហើយគេនិយាយថាពិបាកលេបណាស់បងខំធ្វើតាមសិភៅមុខម្ហូបដាក់គ្រឿងម្ដងមួយហើយមិនក៏រសជាតិចេញមកអញ្ចឹងទៀតគេធ្វើអស់សង្ឃឹមគេបាយខូចបាយអីនេះទាំងអស់គ្នាហើយគេនិយាយថាបះចោលទៅបងជួលអូនទៅញ៉ាំអីយ៉ាងក្រៅវិញក៏បានដែរហើយតួស្រីយើងថាអូនហត់ហើយនៅចំការប៉ិនមួយថ្ងៃហ្នឹងហត់ចង់ស្លាប់ហើយបងគាត់ថាអូននៅមានកម្លាំងចេញទៅក្រៅទៀតមិនមែនឈរញ៉ាំបដាអីបដាណាអ្នកទាំងគ្នាហើយគាត់ថាបន្លែនៅឆៅការ៉ុតក៏នៅរឹងបងដាក់អំបិលជ្រលតែដឹងបានជាប្រៃហើយអូខេអូនជាមេផ្ទះនេះអូនត្រូវគ្រប់រឿងតែកុំរឿងម្ហូបរបស់បងប្រុសសង្ហានេះធ្វើអីណាបានហើយឈប់លេងហើយកុំមកខ្វះគូខ្ញុំទៀតណាលោកសតែថ្មិញហើយតួស្រីតួប្រុសយើងអ្នកទាំងគ្នាខូចណាគេញ៉ាំបាយបដាលោកស្ទាបគេបដាOkay, let's do it. Bye.